ខ្ញុំឈ្មោះហូកឹមស៊ូតាមនេះលពូបញ្ជនប្រមាណដែរខ្ញុំ54នៅទីនេះភូមិអូនចាញឃុំបឹងកន្ទួតស្រុករកោខេត្តពោធិ៍សាត់មុននឹងលេបថ្នាំវីហូបនេះខ្ញុំលើសជាតិស្ករខ្ញុំ300ស្ពឹកជើងខ្ញុំស្ពឹកដៃស្ពឹកចាប់ពីត្រឹមកជើងនេះមកក្រោមមកទាំងអស់បាទសូម្បីយើងក្តាច់គឺយើងអត់ដឹងថាឈឺក្តៅកាហាយក្តៅជើងក្តៅហ្មងបាទចាក់ឈឹបនឹងទាំងយប់ទាំងថ្ងៃហ្នឹងវាហើមអាកដៃហ្នឹងแล้วវាហើមអានេះទៀតហើមតាមនេះបាទទីវាឈឺបោះដៃផុតទាំងសាងខាងអាចចកេះនេះបាទឈឺទាំងសាងខាងដែរដល់ពេលខ្ញុំដេកអត់លក់ខ្ញុំឈឺ4ឆ្នាំ Facebook ទៅឃើញថាគេជាច្រើនគេអត់កុហកអត់អីទេឃើញនឹងលោកឃើញនឹងអីអញ្ចឹងទៅដល់ខ្ញុំទៅក្រុមហ៊ុនខ្ញុំទៅឲ្យក្រុមហ៊ុនទៅលាក់មកឈុតតូចហ្នឹងខ្ញុំលេបពេលខ្ញុំលេបអស់មកប្រទេសខ្ញុំបានដេកលក់ខ្ញុំអន់ឈឺខ្ញុំបាត់ឈឺរបស់ដៃផុតហ្នឹងបាទបាត់ឈឺតាគៀកហ្នឹងខ្ញុំវាបាត់ឈឺអាកដៃហ្នឹងទៀតអាកដៃវាអន់មួយថ្ងៃអន់បន្តិច2ថ្ងៃអន់បន្តិចខ្ញុំអស់4ប្រអប់ហើយខ្ញុំជាមានទំនុកចិត្តលើវីហូបនេះ 100% ហើយព្រោះខ្ញុំបានលេបបាទខ្ញុំបានលេបខ្លួនខ្ញុំផ្ទាល់ត្រូវបាទដូចចិត្តបងប្អូនណាដែលមានជំងឺដូចខ្ញុំនេះស្ពឹកជើងខ្ញុំលើសជាតិស្ករឈឺតាមកដៃនេះគឺតាមបោះដៃផុតខ្ញុំដេកអត់លក់បាទជាវទិញទៅមិនខុសទេព្រោះហូបខ្លួនខ្ញុំផ្ទាល់ហើយបានខ្ញុំដឹងថាជា